បំបាយចន្លេនបងប្អូនអញ្ចឹងដោយសារបងប្អូនយើងគាត់មានតម្រូវការតកតងជាមួយនឹងចន្លេនបងប្អូនយើងគាត់ទិញយកទៅបន្តបន្ទាប់គាត់យកទៅចិញ្ចឹមបាទចឹងឥឡូវបាទធ្វើការបំបែកបាទបំបែកបន្ថែមបងប្អូនបាទនេះគឺឡាំងដែលខ្ញុំធ្វើការបំបែកបាទឡាំងដែលខ្ញុំធ្វើការបំបែកអានេះឡាំងមួយ6000ណាបងប្អូនខាងខ្ញុំគេលក់មួយ6000បាទឡាំងប៉ុណ្ណឹងអញ្ចឹងរបៀបបំបែកអត់មានអីពិបាកទេហើយខ្ញុំក៏អត់មានអីលាក់បាំងបងប្អូនដែរខ្ញុំមានតែចែករំលែកជូនបងប្អូនបាទដើម្បីឲ្យបងប្អូនចេះពីរបៀបបំបែកបាទចលែនអញ្ចឹងរបៀបបំបែកចលែនបងប្អូនអាចធ្វើការបំបែកតាមខ្ញុំក៏បានបាទរបៀបនេះគឺបងប្អូនបាទដាក់ស្លឹកចេកបន្ទាប់មកបងប្អូនដាក់ទឹកមកបន្ទាប់បងប្អូនដាក់ទឹកហើយបងប្អូនបាទយកចលែនពូជយកមកដាក់មកបាទយើងយកចលែនពូជយកមកដាក់មកតាមប៉ុណ្ណឹងទៅគឺជាការស្រេចហើយបងប្អូនតែបើសិនជាបងប្អូនចង់ធ្វើការបំបែកដោយប្រើធ្យូងបាទប្រើធ្យូងអាហ្នឹងបងប្អូនត្រូវក្រាលដីបាទបងប្អូនត្រូវក្រាលដីមួយតង់ទៅបន្ទាប់មកបងប្អូនយកធ្យូងណាបាទយកធ្យូងហ្នឹងយកមកដាក់ពីលើបាទយើងដាក់ពីលើហើយយើងដាក់ទឹកហើយយើងដាក់មេពូជបានហើយយើងដាក់មេចលែនបានហើយបាទអញ្ចឹងនេះគឺសិតតែឡាំងដែលខ្ញុំធ្វើការបាទចិញ្ចឹមចលែនមិនជាហូរជាហែបាទនៅខាងនោះទៀតអានោះបំបែកថ្មីមិនស្រីបំបែកថ្មីបងប្អូនថ្មីនោះមិនថ្មីណាស់ណាបងប្អូនបំបែកបានដូចជា3 4ថ្ងៃហើយខ្ញុំធ្វើការបំបែកបាទបំបែកឲ្យហើយអញ្ចឹងស្រួលពេលដែលបងប្អូនត្រូវការគឺចលែនហ្នឹងវាឡើងបាទវាឡើងហើយស្រេចវាឡើងពងឬក៏ឡាំងខ្លះហ្នឹងគឺវាមានទាំងកូនបាទមានទាំងពងមានទាំងកូនអញ្ចឹងគឺស្រួលសម្រាប់បងប្អូនយកទៅចិញ្ចឹមvàឆាប់បានផលបាទនេះឡាំងចាស់នេះគឺឡាំងខ្ញុំទិញមកពីគេបងប្អូនឡាំងនេះគឺឡាំងខ្ញុំទិញមកពីគេបាទហើយចំពោះចលែនដែលខ្ញុំទិញមកពីគេគឺអត់បានច្រើនដូចចលែនដែលបងប្អូនយកពីខ្ញុំទៅទេពេលខ្លះបងប្អូនបាទយកពីខ្ញុំទៅគាត់គិតថាបាទចិញ្ចឹមទៅវាអត់ឃើញច្រើនដូចអាខ្ញុំកំពុងចិញ្ចឹមនេះណាចឹងបញ្ជាក់ជូនបងប្អូនចលែនដែលខ្ញុំកំពុងចិញ្ចឹមនៅក្នុងឡាំងនេះគឺចលែនចាស់បាទមានន័យថាសបុកចាស់អញ្ចឹងអាសបុកចាស់នេះគឺចលែនច្រើនបាទហើយបើសបុកថ្មីបាទអាយើងបែកហើយ3 4ថ្ងៃហើយនេះឬក៏4 5ថ្ងៃហើយនេះអាសបុកថ្មីអញ្ចឹងមេចលែនវាឡើងមកល្មមទេវាអត់ឡើងច្រើនដោយអាសបុកចាស់ទេនេះចលែននៅសបុកចាស់នេះគឺខ្ញុំបាទយកឲ្យត្រីស៊ីរាល់តែដងបងប្អូនបាទនេះអញ្ចឹងចលែននេះមិនមែននៅខាងក្រោមហ្នឹងបាទហើយមិនមែននេះឡើងតាមជាងបាទអានេះឡាំងចាស់បងប្អូនឡាំងចាស់ឡាំងដែលខ្ញុំទិញមកពីគេតែឡាំងហ្នឹងគឺខ្ញុំធ្វើការបំបែកច្រើនឡាំងរួចមកហើយក៏ខ្ញុំបាទយកចលែនយកទៅឲ្យត្រីស៊ីហ្នឹងច្រើនដងរួចមកហើយបាទនេះក៏ឡាំងចាស់ដែរនេះទៅចលែនហ្នឹងបងប្អូនណាបាទមិញខ្ញុំថតភ្លេចបើក flash បងប្អូនអូបើកដែរបងប្អូនបើកដែរមិនគ្រាន់ថាវាមើលទៅវាមិនសូវភ្លឺឆ្វាចណាបាទចាំមិនសូវតែចលែនណាចឹងទៅចិត្តខ្ញុំធ្វើការបំបែកដាក់ចូលក្នុងឡាំងថ្មីបាទបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនចង់បាទបើសិនជាបងប្អូនចង់ទិញពូចលែនពីខ្ញុំបាទយកទៅសាកចិញ្ចឹមណា
chẳng bỏ bọn này thử cả tệ tô má cho Telegram không á Telegram xong cả phẩm pớl và mùi bây đám 8217 bà xong cả phẩm pớl và mùi bây đám 8217 rồi các bóng bọn này thử cả chat chó bà phê bật nhồng chat cho phê nha các bạn đấy bóng bọn bà anh ấy trong bài bàประมาณ ថ្ងៃមុនបងប្អូននេះវាមិនឡើងពងឡើងអីជាហូរជាហែចឹងទៅតែនេះអស់នំប៉័ងហើយបាទស៊ីនំប៉័ងអស់ហើយបាទអត់ទាន់បានដាក់ចឹងមកកាលណាយើងដាក់នំប៉័ងទៅវាឡើងមកស៊ីនំប៉័ងយើងមើលឃើញរៀងច្រើនគួរសមបាទបាទនេះពួកថៃម៉ាឡេនេះតំតដងចេញមកពីសបុកមុនហ្នឹងឯងបងប្អូននេះបាទតំតដងចេញពីសបុកមុនហ្នឹងឯងនេះមេអានេះខ្ញុំគូវាដើម្បីត្រៀមប្រកាត់បាទគូវាទុកប្រកាត់បាទនេះមេនៅឈ្មោះដែរបាទនេះខាងលើនេះមកគូទៀតបាទតំដងមកថ្មីមុនហ្នឹងឯងបងប្អូននេះបាទតំតលៀងកៅដាក់មុនហ្នឹងដែរទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទអរគុណច្រើនជួបខ្ញុំវីដេអូបន្ទាប់នៅពេលក្រោយទៀតបងប្អូន